តាអ្នកធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានជាគេហៅថាផែនដីជាភពពណ៌ខៀវនោះក៏ព្រោះតែជាង 70% នៃផ្ទៃដីរបស់យើងត្រូវបានគ្របដណ្ដប់ទៅដោយទឹកមហាសមុទ្រប៉ុន្តែមហាសមុទ្រមិនមែនគ្រាន់តែជាទឹកអំបិលដ៏ធំនោះទេវាគឺជាម៉ាស៊ីនផលិតអុកស៊ីសែនជាអ្នកគ្រប់គ្រងអាកាសធាតុនិងជាផ្ទះនៃអាថ៌កំបាំងដែលមនុស្សជាតិនៅមិនទាន់បានរកឃើញអស់នៅឡើយនោះទេថ្ងៃនេះយើងនឹងធ្វើដំណើរផ្សងព្រេងដើម្បីទៅស្វែងយល់ពីមហាសមុទ្រទាំង5របស់ពិភពលោកចាប់ពីជម្រៅដែលងងឹតបំផុតរហូតដល់ផ្ទាំងទឹកកកដ៏ត្រជាក់ស្រឹប 1. មហាសមុទ្រប៉ាស៊ីហ្វិកគឺជាស្ដេចនៃមហាសមុទ្រដែលធំជាងគេបំផុតនៅលើលោកគឺមហាសមុទ្រប៉ាស៊ីហ្វិកវាមានទំហំរហូតដល់ទៅ165លានគីឡូម៉ែត្រការ៉េដើម្បីឲ្យងាយយល់អ្នកអាចយកពីទ្វីបទាំងអស់នៅលើលោកមកដាក់បញ្ចូលគ្នាហើយវានៅតែមានកន្លែងទំនេរចំណុចពិសេសពិភពលោកស្ញប់ស្ញែងគឺ Mariana Trench ដែលជាចំណុចជ្រៅបំផុតបើអ្នកយកភ្នំអេវរ៉េសទៅដាក់ក្នុងនោះកំពូលភ្នំនឹងនៅសល់ជិត2គីឡូម៉ែត្រទៀតទើបទៅដល់ផ្ទៃទឹកនៅទីនោះគ្មានពន្លឺព្រះអាទិត្យទេហើយសម្ពាធទឹកខ្លាំងរហូតដល់អាចកំទេចឡានដែកបានយ៉ាងងាយស្រួលប៉ុន្តែអ្វីដែលអស្ចារ្យគឺនៅមានសត្វមានជីវិតរូបរាងចម្លែកអាចរស់នៅទីនោះបាន 2. មហាសមុទ្រអាត្លង់តិកបន្ទាប់មកយើងឆ្លងកាត់មកកាន់មហាសមុទ្រអាត្លង់តិកដែលមានរូបរាងដូចអក្សរ S នេះគឺជាមហាសមុទ្រដែលមានភាពមមាញឹកបំផុតខាងផ្នែកពាណិជ្ជកម្មវាខណ្ឌចែករវាងទ្វីបអាមេរិកចេញពីទ្វីបអឺរ៉ុបនិងអាហ្វ្រិកអាត្លង់តិកមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើននៅចំណុចកណ្ដាលបាតសមុទ្ររបស់វាមានជួរភ្នំក្រោមទឹកដ៏វែងបំផុតទៅនិចរុញច្រានគ្នាធ្វើឲ្យមហាសមុទ្រនេះរីកធំ 2-3 សង់ទីម៉ែត្រក្នុងមួយឆ្នាំហើយយើងក៏មិនអាចភ្លេចតំបន់ត្រីកោណប៊ីប៊ូដាដែលជាកន្លែងអាថ៌កំបាំងល្បីល្បាញខាងបាត់នាវានិងយន្តហោះជាច្រើនក្នុងប្រវត្តិសាស្ត្រផងដែរ 3. មហាសមុទ្រឥណ្ឌាបន្តដំណើរមកភាគខាងត្បូងអាស៊ីយើងនឹងជួបមហាសមុទ្រឥណ្ឌាវាគឺជាមហាសមុទ្រដែលក្តៅជាងគេបំផុតលើពិភពលោកដោយសារតែកម្ដៅទឹកនេះហើយទើបវាដើរតួនាទីជាម៉ាស៊ីនបង្កើតខ្យល់មូសុងដែលនាំភ្លៀងមកឲ្យតំបន់អាស៊ីអាគ្នេយ៍យើងនិងជួយដល់វិស័យកសិកម្មយ៉ាងខ្លាំងមហាសមុទ្រឥណ្ឌាសម្បូរទៅដោយធនធានធម្មជាតិនិងជីវៈចម្រុះពិសេសគឺត្រីឆ្លាមបាឡែននិងផ្កាថ្មដ៏កម្រប៉ុន្តែវាក៏ជាតំបន់ដែលងាយរងគ្រោះបំផុតពីការកើនឡើងកម្ដៅផែនដីដែលធ្វើឲ្យទឹកសមុទ្រឡើងកម្ពស់និងប៉ះពាល់ដល់កោះតូចៗដូចជាម៉ាឌីវជាដើម 4. មហាសមុទ្រខាងត្បូងឬអង់តាក់ទិកឥឡូវនេះយើងនឹងមកដល់មហាសមុទ្រទី 4ដែលទើបតែត្រូវបានទទួលស្គាល់ជាផ្លូវការកាលពីពេលថ្មីៗនេះគឺមហាសមុទ្រខាងត្បូងឬមហាសមុទ្រអង់តាក់ទិកវាព័ទ្ធជុំវិញទៅដោយទ្វីបអង់តាក់ទិកទាំងមូលអ្វីដែលធ្វើឲ្យវាខុសពីមហាសមុទ្រដទៃគឺព្រំប្រទល់របស់វាដែលមិនមែនជាដីគោកប៉ុន្តែវាជាចរន្តទឹកវាជាកន្លែងដែលមានខ្យល់បោកខ្លាំងនិងរលកយក្សគួរឲ្យខ្លាចប៉ុន្តែនៅក្រោមផ្ទៃដីដ៏ត្រជាក់ស្រស់នេះវាសម្បូរទៅដោយគ្រីលដែលជាបង្គាតូចជាអាហារចម្បងរបស់សត្វ Penguin និងត្រីបាឡានខៀវយក្សវាដើរតួជាសួតទី 2 របស់ភពផែនដីក្នុងការស្រូបយកឧស្ម័នកាបូនិក 5. មហាសមុទ្រអាក់ទិកជាចុងក្រោយយើងឡើងទៅប៉ូលខាងជើងបំផុតគឺមហាសមុទ្រអាក់ទិកវាជាមហាសមុទ្រដែលតូចជាងគេនិងរាក់ជាងគេបំផុតប៉ុន្តែសារៈសំខាន់របស់វាមិនតូចឡើយមហាសមុទ្រនេះគ្របដណ្ដប់ទៅដោយទឹកកកស្ទើរតែពេញមួយឆ្នាំវាដើរតួដូចជាកញ្ចក់ជួយជះកាំរស្មីព្រះអាទិត្យចេញពីផែនដីដើម្បីកុំឲ្យភពផែនដីយើងក្តៅពេកបច្ចុប្បន្នមហាសមុទ្រអាក់ទិកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារទឹកកករលាយលឿនពេកដែលធ្វើឲ្យសត្វខ្លាឃ្មុំទឹកកកបាត់បង់ជម្រកនិងបង្កឲ្យកម្រិតទឹកសមុទ្រទូទាំងពិភពលោកកើនឡើងមហាសមុទ្រទាំង5នេះគឺជានិមិត្តរូបនៃជីវិតពួកវាធ្វើការជាមួយគ្នាយ៉ាងចុះសម្រុងដើម្បីរក្សាលំនឹងភពផែនដី
ការការពារមហាសមុទ្រមិនមែនជាភារកិច្ចរបស់អ្នកវិទ្យាសាស្ត្រតែម្នាក់ឯងទេប៉ុន្តែវាគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់